កងទ័ពថៃបន្តធ្វើសមយុទ្ធត្រៀមប្រយុទ្ធកម្រិតខ្ពស់តាមព្រំដែនកម្ពុជានេះបើតាមការចុះផ្សាយរបស់កាសែត The Nation និងកាសែត Khawsot ថ្ងៃទី18ខែឧសភាឆ្នាំ2026នេះកងទ័ពភូមិភាគទី1បានប្រកាសថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃនិងទប់ទល់នឹងការគំរាមកំហែងណាមួយតាមបណ្ដោយព្រំដែនកងទ័ពថៃបានធ្វើសមយុទ្ធត្រៀមប្រយុទ្ធតាមបណ្ដោយព្រំដែនស្រះកែវដោយកងទ័ពបានបង្ហាញពីប្រតិបត្តិការសមរភូមិយុទ្ធសាស្ត្រយន្តហោះគ្មានមនុស្សបើកនិងការវឹកវើឆ្លើយតបរហ័សនិងការជំនះពលរដ្ឋជាដើមខណៈដែលចំនួនតាមបណ្ដោយព្រំដែននៅតែបន្តតានតឹងហើយរាជរដ្ឋាភិបាលទីក្រុងបាងកកក៏មានបំណងចង់លុប MOU 2000ស្ដីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជាផងដែរតើសមយុទ្ធនេះជាការគំរាមកំហែងនិងជាការបង្ហាញសាច់ដុំមកកាន់កម្ពុជាមែនទេតាមរយៈរូបភាពដែលបង្ហោះដោយកងទ័ពថៃសមយុទ្ធនេះមានទ្រង់ទ្រាយធំដែលធ្វើឡើងសម្រាប់ត្រៀមប្រយុទ្ធកម្រិតខ្ពស់មានយន្តហោះប្រយុទ្ធដ្រូនរថក្រោះរថពាសដែកនិងទ័ពពិសេសថៃដោយពួកគេអះអាងថាសមយុទ្ធនេះគឺធ្វើឡើងដើម្បីការពារអធិបតេយ្យភាពទឹកដីរបស់ពួកគេសំណួរសួរថាតើអ្នកណាជាអ្នកលួចទឹកដីរបស់ថៃទើបថៃចាំបាច់ប្រកាសការពារអធិបតេយ្យនេះជាទង្វើដែលចោលស្រែកចាប់ចោលប៉ុណ្ណោះ Like, share and follow more